ខ្លួនទីពឹងខ្លួនខាងបច្ចេកវិទ្យាជាក្បាលម៉ាស៊ីនដ៏ខ្លាំងសម្រាប់ការជំរុញការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ប្រទេសចិនឧបត្ថម្ភដោយក្រុមហ៊ុន Campaign ថ្នាំពោជាតិស្រស់ស្អាតហើយជាប់បានយូរនៅពេលដែលទូរស័ព្ទដៃ Huawei បានទម្លុះការទប់ស្កាត់បន្ទះឈីប 5G នៅពេលដែលយានអវកាសរកតាមព្រះច័ន្ទលេខ Chang'e បាននាំយកដីពីឋានព្រះច័ន្ទមកវិញហើយនៅពេលដែលនាវាជាមួយទឹកលេខ Fendoshi បានចុះចតដោយជោគជ័យនៅបាតសមុទ្រ Marinetronic ដែលមានជម្រៅ 10000 ម៉ែត្រឡាក់នៅពីក្រោយសមិទ្ធផលទាំងនេះមានពីគន្លឹះទូទៅមួយគឺខ្លួនទីពឹងខ្លួនខណៈពេលដែលប្រព័ន្ធនាំផ្លូវដោយផ្កាយរណប Baidu ផ្ដល់សេវាកម្មដល់ប្រទេសជាងនិងតំបន់ជាង200លើពិភពលោកដែលស្ពេចបន្តយកកម្រិតសម្រាប់ការសិក្សាស្រាវជ្រាវនិងការអភិវឌ្ឍ AI តាមរយៈកិច្ចសហប្រតិបត្តិការប្រភពបោកចំហនៅពីក្រោយវិធានការទាំងនេះក៏មានពីគន្លឹះទូទៅគឺជាការចែករំលែកនិងបើកចំហយុទ្ធសាស្ត្រនៃការពឹងផ្អែកលើខ្លួនខាងផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិនគឺដូចជាក្បាលម៉ាស៊ីនយ៉ាងខ្លាំងដែលជំរុញដល់ការកសាងទំនើបកម្មរបស់ប្រទេសចិននិងការរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ពិភពលោកតាំងពីបុរាណកាលមកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានឹងបានជំរុញសង្គមមនុស្សជាតិឲ្យឆ្ពោះទៅមុខដោយកម្លាំងដែលមិនអាចបញ្ច្រាស់បាននិងមិនអាចទប់ទល់បានមេដឹកនាំកម្ពុជារបស់ចិនគឺលោកស៊ីជីនពីងធ្លាប់បាននិយាយថាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគឺជាអាវុធរបស់ប្រទេសពឹងផ្អែកលើវាដើម្បីឲ្យខ្លាំងក្លាសហគ្រាសពឹងផ្អែកលើវាដើម្បីឈ្នះហើយជីវិតរបស់ប្រជាជនពឹងផ្អែកលើវាដោយកាន់តែល្អប្រសើរបកគមនីចិនចាត់ទុកការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាស្នូលនៃការអភិវឌ្ឍជាទាំងមូលហើយជឿជាក់ថាគន្លឹះនៃការធ្វើទំនើបកម្មតាមបែបផែនចិនគឺក្នុងទំនើបកម្មផ្នែកបច្ចេកវិទ្យាទោះបីជាយ៉ាងណាក៏ដោយនៅក្នុងដំណើរការក្លាយជាប្រទេសទំនើបប្រទេសចិនបានរងការវាយប្រហារពីសហរដ្ឋអាមេរិកនិងលោកខាងលិចក្រុមហ៊ុន Huawei បានជួបប្រទះការលំបាកក្នុងការឈប់ប្រកួតផ្គង់បន្ទះឈីបហើយក្រុមបច្ចេកវិទ្យាអវកាសចិនត្រូវបានច្របាច់ចេញពីការសិក្សាស្រាវជ្រាវស្នូលនិងការអភិវឌ្ឍប្រព័ន្ធណែនាំនៅផ្លូវ Galileo ដោយសហភាពអឺរ៉ុបដែលបណ្ដាលឲ្យមានការខាត់បង់ថវិការាប់ពាន់លានដុល្លារនិងការកាត់ផ្តាច់ការសិក្សាស្រាវជ្រាវមេរៀនដ៏ឈឺចាប់បានធ្វើឲ្យប្រទេសចិនដឹងថាដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងបំពេញបានតាមសេចក្តីប្រាថ្នារបស់ប្រជាជនចំពោះជីវិតកាន់តែល្អប្រសើរត្រូវតែពឹងផ្អែកលើការច្នៃប្រឌិតថ្មីដោយឯករាជ្យដើម្បីជំនះលើឧបសគ្គខាងបច្ចេកវិទ្យាដូច្នេះក្នុងនាមជាមេដឹកនាំកម្ពុជារបស់ប្រទេសចិនលោកស៊ីជីនពីងបានលើកឡើងយុទ្ធសាស្ត្រខ្លួនទីពឹងខ្លួនខាងបច្ចេកវិទ្យាតាមទស្សនៈនៃការរស់រានមានជីវិតរបស់ជាតិហើយចាត់ទុកវាថាជាការគ្រប់គ្រងជាមូលដ្ឋានសម្រាប់ជំរុញការអភិវឌ្ឍប្រទេសក្រុមការដឹកនាំនៃយុទ្ធសាស្ត្រខ្លួនទីពឹងខ្លួនខាងបច្ចេកវិទ្យាប្រទេសចិនបានបង្កើតប្រព័ន្ធខ្សែសង្វាក់ពេញលេញនៃការសិក្សាស្រាវជ្រាវជាមូលដ្ឋានរបបកំហើញបច្ចេកវិទ្យាការធ្វើបដិវត្តកម្មដែលបានរុញចំណាត់ថ្នាក់របស់ប្រទេសចិននៅក្នុងសន្ទុះនវសកលពីលេខ34នៅឆ្នាំ2012ដល់ទី11ឆ្នាំ2024វិទ្យាសាស្ត្រគ្មានព្រំដែនហើយការច្នៃប្រឌិតថ្មីគ្មានការដែនកំណត់នៅពេលដែលមនុស្សជាតិឈានចូលយុគសម័យឆ្លាតវៃហើយមានតែហេតុផលជឿថានៅក្នុងយុគសម័យថ្មីប្រទេសចិននឹងបន្តជំរុញការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានិងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាអន្តរជាតិដោយអាកប្បកិរិយាបើកចំហដែលធ្វើឲ្យក្បាលម៉ាស៊ីនដ៏ខ្លាំងក្លាមួយនេះគឺខ្លួនទីពឹងខ្លួនខាងបច្ចេកវិទ្យាបន្តជំរុញការកសាងតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិនហើយក៏ជាមុខងារនឹងបន្តជំរុញការអភិវឌ្ឍវឌ្ឍនភាពរបស់មនុស្សជាតិផងដែរ